បងប្អូនតើឥឡូវយើងមកកែលំហាត់ប្រតិបត្តិទំព័រក្រិតវិទ្យាថ្នាក់ទី7ទំព័រ83បន្តទៀតចូលដល់លំហាត់លេខ3គណនាតម្លៃកន្សោម 3a លើ b បូក3ចំពោះតម្លៃ a និង b ខាងក្រោមនេះបើគេឲ្យ a ក a ស្មើ10និង b ស្មើ3ខ a ស្មើ12និង b ស្មើ7តើតម្លៃកន្សោមរបស់យើងអា 3a បូក b នេះឃើញប៉ុន្មានលើសំទោស 3a លើ b បូក3នេះឃើញប៉ុន្មានណាចឹងតោះឥឡូវយើងមកកែទាំងអស់គ្នាគេនេះតម្លៃកន្សោម 3a លើ b បូក3ចំពោះតម្លៃ a និង b គេឲ្យខាងក្រោមក a ស្មើ10និង b ស្មើ3ចឹងកន្លែងកន្សោមយើងសរសេរមកវិញសិនមកគឺ 3a នេះ 3a លើ b បូក3នេះសរសេរមកស្មើនឹងកន្លែង3នៅ3ដដែលកន្លែង a ជួរដោយលេខ10នេះ a ជួរដោយលេខ10 a ស្មើ10ហើយលើភាគបែង b បូក3ចឹងកន្លែង b នេះជួរដោយលេខប៉ុន្មានលេខ3អញ្ចឹងb មុខជួរដោយលេខ3ហើយសញ្ញាបូកហើយ3នេះ3ក្រោយនេះអញ្ចឹងយើងបាន3គុណ10បាន30ហើយ3បូក3ស្មើ6អញ្ចឹង30ចែក6បាន5ដងចម្លើយកន្សោមកឃើញ5តម្លៃកន្សោមចំពោះអក្សរក a ស្មើ10 b ស្មើ3ចំណែកឃើញ5នៅអក្សរខចំពោះ a ស្មើ12និង b ស្មើ17តើតម្លៃ 3a លើ b បូក3នេះស្មើប្រមាណតើយើងមកជួយទាំងអស់គ្នាអញ្ចឹងកន្លែង3ទុកដដែលហើយ a ជួរដោយលេខប៉ុន្មាន a ជួរដោយលេខ10តែអស់សំទោស a គេឲ្យក្រោយនេះអក្សរខជួរដោយលេខ2នេះ12អញ្ចឹង a 12យើងត្រូវប្រើវងចកផលគុណមួយចំនួនអវិជ្ជមានណាកុំឲ្យវាច្រឡំសញ្ញាបើយើងអត់ដាក់វងចកទេទៅជា3 12អញ្ចឹងវាខុសវាបាត់ដល់ផលគុណនេះកាលណាគេសេអក្សរចប់មួយលេខវាថាផលគុណអញ្ចឹងយល់ទេហើយមួយទៀតលើភាគបែង b សំទោសទៀតហើយទៅសេខុសខុសគឺជំនួសយកមកមាន b ទៀតទេជំនួស b ដោយដក7នេះណា b ស្មើដល់7អញ្ចឹងជួស b ដោយដក7ហើយបូកជាមួយនឹង3អញ្ចឹងយើងបានប៉ុន្មានយើងបាន3គុណនឹងដក2បានដក6ដក7បូក3អញ្ចឹងដក7និង3លេខធំជាងគេគឺលេខ7អញ្ចឹងយកសញ្ញាតាមលេខ7គឺយកសញ្ញាដកអញ្ចឹងចេញចម្លើយអវិជ្ជមានហើយយកលេខធំដល់លេខតូចអញ្ចឹង7ដក3នៅសល់4អញ្ចឹងយើងឃើញ6ដក6លើដក4អញ្ចឹងសម្រួលសញ្ញាដកចែកដកបូក6ចែកនឹង2ដាច់បាន3ហើយ4ក៏ចែក2ដាច់បាន2អញ្ចឹងចម្លើយឃើញ3លើ2នេះចម្លើយអក្សរខចូលមានកន្លែងណាអត់តាន់ឬក៏អត់ច្បាស់បងអាចខមមិនសួរខាងក្រោមបន្ថែមទៀតដែរចំពោះអ្នកដែលស្រឡាញ់ការសិក្សាអរគុណសម្រាប់ការតាមដានវីដេអូ